ជំរាបសួរនិងសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Khmer Code Academy នៅក្នុងវីដេអូនេះយើងនឹងបន្តទៅកាន់ method update ហើយនិង method delete ហើយវាស្ទើរតែចប់ហើយសម្រាប់មេរៀនគ្រូនៅក្នុង Spring Boot របស់យើងជាមួយនឹង database អញ្ចឹងខ្ញុំនឹងបង្កើត method មួយខ្ញុំដាក់ថា port mapping អញ្ចឹងសម្រាប់ method ដែលយើងបង្កើតមានដូចជា get post port នេះហ្នឹងគឺយើងអាចចុច add បែបនេះដើម្បីមើលថាមាន method អីខ្លះឧទាហរណ៍ get mapping ឬក៏ delete mapping ឬក៏ patch មាន patch mapping ជាដើមហ្នឹងគឺយើងអាចមើលក្នុងហ្នឹងបានតែឥឡូវខ្ញុំមកធ្វើ port mapping នេះហើយយើងដាក់ដូចមុនមក public student update student អញ្ចឹងឡើយនេះយើងនឹងយក request body ចេញពី student តតែប៉ុន្តែយើងត្រូវការមួយទៀតហ្នឹងគឺpath variable ហើយ long id គឺយើងត្រូវការ id មួយហើយកន្លែងនេះគឺយើងត្រូវការ update id បែបនេះអូខេសំទោសនៅត្រង់នេះយើង return student update student ដូចគ្នាហើយយើងវាយ alt enter មកយើង create method student in student service create វាបែបនេះមកហើយយើងទៅមើល error ដែលនៅក្នុង class ក្នុង service implement របស់យើងហ្នឹងហើយយើង alt enter មួយទៀតមក implement method ហើយអូខេអញ្ចឹងយើងបាន implement method នឹងមកហើយយើងមាន JPA repository របស់យើងកន្លែងនេះហើយគឺយើងអាចទីមួយយើងទៅ find សិនថាយើងចង់ update student នេះគេ student មួយណាអញ្ចឹងយើងទៅ find វាសិនមកយើងមាន student មួយហើយយើងប្រើ student repository របស់យើងទៅដើម្បី find ដោយ ID ហើយកន្លែងនេះគឺយើងមាន default else row function មួយដើម្បី throw function នៅពេលដែលយើងរក student នឹងអត់ឃើញអញ្ចឹងយើងនឹងមាន anonymous class មួយ throw student ហ្នឹងជា runtime exception ឬក៏យើងអាចប្រើ custom exception របស់យើងក៏បានដែរហើយវានឹងចេញ message មួយ student not found បច្ចុប្បន្នវានឹងចេញតែនៅលើ console របស់យើងទេវាអត់ទាន់ return ទៅដល់ postman ឬក៏ client side កន្លែងនេះវាจะចេះឲ្យយើង validation ប៉ុន្តែខ្ញុំអត់ទាន់ទៅដល់ validation ទេខ្ញុំទៅធម្មតាសិនអញ្ចឹងយើងមានយើងរកឃើញ student ហ្នឹងហើយយើងយក student ហ្នឹងមក dot set name សំទោស set name អញ្ចឹងយើងយក name ពី request ថ្មីដែលយើងបានពី client side ហ្នឹង set បញ្ចូលក្នុង student ចាស់ដែលយើងរកឃើញនេះអញ្ចឹងគឺថា student ចាស់គាត់ឈ្មោះតារាប៉ុន្តែយើងបញ្ចូលឈ្មោះគាត់ខុសហើយយើងត្រូវការឈ្មោះថ្មីឈ្មោះ TV អញ្ចឹងទៅអញ្ចឹងយើង set name TV ចូលថ្មីអញ្ចឹងយើងមានអីទៀតយើងមាន student.set email មាន set phone មាន set address អញ្ចឹងយើងមាន4 field ហ្នឹងនៅក្នុង student របស់យើងគឺយើងមាន4 field ហ្នឹងយើង set ប៉ុណ្ណឹងមកហើយបន្តមកទៀតយើងប្រើ student repository ដើម្បី save អញ្ចឹងខ្ញុំមាន student repository មុនហ្នឹង .save ហើយយើង save student ទៅដែរអញ្ចឹងកន្លែងនេះគឺយើងនៅប្រើ method save ដូចគ្នាទេប៉ុន្តែរបៀបនៃការធ្វើការគឺយើងខុសគ្នាគឺយើងទៅរក student ចាស់មកសិនហើយបន្ទាប់មកយើង set parameter ថ្មីដែលបានពី client side ហ្នឹងយើង set បញ្ចូលក្នុង student ចាស់ហ្នឹងហើយបន្ទាប់មកយើង save ចូលក្នុង database របស់យើងហើយយើងអាចប្រើ return បែបនេះបាន return ដូចគ្នានៅក្នុង save ហ្នឹងគឺ return បែបនេះបានអញ្ចឹងខ្ញុំ run program របស់ខ្ញុំមកអញ្ចឹង program របស់យើង run បានជោគជ័យហើយយើងមក test នៅលើ Postman នៅលើ Postman នេះគឺយើងមាន add ពីមុនមួយមកហើយឥឡូវខ្ញុំបង្កើតមួយទៀតខ្ញុំ save វាសិនមកតែយើងឃើញមូលចេះបើន័យថាវាអត់តន់ save ទេមូលនៅខាងលើទៀតបើឆ្លាស់បែបនេះអត់មានមូលហ្នឹងទេមានន័យថាយើងបាន save ហើយអញ្ចឹងយើងអាច duplicate វាមក duplicate យើងបាននេះ add student copy យើងដាក់ update student មួយទៀតមក update student ហើយឥឡូវនេះគឺយើងដាក់ student updateហើយយើងចង់បាន update student លេខមកនៅថាលេខ2អញ្ចឹងដំបូងយើងទៅមើល list សិនថាយើងមាន student អីគេខ្លះ student list កន្លែងនេះយើងអាចដាក់ណានមកហើយ send អញ្ចឹងខ្ញុំមាន3នាក់ student អញ្ចឹងគាត់ថាខ្ញុំចង់ update លេខ3នាក់ដាក់តារាហ្នឹងទៅជា TV វិញឧទាហរណ៍យើងដាក់ method put នេះមកហើយកន្លែងនេះគឺខ្ញុំដាក់ថា TV អញ្ចឹងយើង send មកអញ្ចឹងតារាហ្នឹងគឺគាត់បាន update ទៅជា TV ឯងឬក៏មួយទៀតខ្ញុំ update email របស់គាត់ទៅជា TV ដែរយើង send ប៉ុន្តែបញ្ហាកន្លែងនេះគឺមានបញ្ហាមួយថាពេលហ្នឹងខ្ញុំអត់ចង់ submit data ដដែលនេះទៅឯងពី client ទៅពី client side ទៅថាខ្ញុំចង់ update តែ2នេះឯង2ហ្នឹងអញ្ចឹងនៅពេលខ្ញុំ send ទៅគឺ send បានដូចគ្នាខ្ញុំ submit request របស់ខ្ញុំទៅគឺបានដូចគ្នាក៏ប៉ុន្តែ data 2ផ្សេងទៀត phone ហើយនិង address វាបានចាត់ទុកឋានៈបាត់ហើយយើងអត់ submit ទៅហើយវារត់ឃើញហើយវា update លើ database របស់យើងទៅជា null បាត់អញ្ចឹងកន្លែងហ្នឹងគឺយើងធ្វើមិន
គឺយើងមកធ្វើនៅលើ code របស់យើងគឺយើង validate វាបើសិនជា phone ឬក៏ address នឹងអត់មានទេវាចាប់យក phone និង address ចាស់អញ្ចឹងកន្លែងនេះគឺខ្ញុំលុបឬក៏ command ចោលនៅ code ចាស់របស់យើងហើយយើងមកធ្វើ code ថ្មីបើសិនជា request.getName គឺយើង get name ពី request នេះពី client side បើសិនជា name ហ្នឹងមិនទៅទេមិនស្មើណាល់សំទោសមិនស្មើណាល់ហើយនឹង request.getName មិនទៅទេអញ្ចឹងហេតុអីមិនទៅទេដោយសារយើងដាក់សញ្ញាមិននៅខាងមុខនេះយល់ថានៅពេលដែលយើងអត់ដាក់អីសោះអាហ្នឹងគឺស្មើណាល់ប៉ុន្តែមិនទៅទេគឺបែបនេះព្រោះថាយើងដាក់ name ហើយយើងបោះ string ទៅទេមកអញ្ចឹងអាហ្នឹងគឺស្មើនឹងមិនទៅទេហើយយើងដាក់មុខមិនទៅទេចាស្មើនឹងមិនទៅទេនេះហើយចឹងហេតុអីបានយើងសិក្សាបែបហ្នឹងអ្នកខ្លះគាត់លុបឈ្មោះចោលហើយគាត់ដាក់អា string ទៅទេហ្នឹងមកយើងចាប់យកដែរវាទៅ remove ឈ្មោះចាស់របស់គេចោលបាត់ហើយចឹងយើងបាន student set name ពី request name ចឹងយើងសិក្សាទាំងគ្រប់លក្ខខណ្ឌទាំងពីរលក្ខខណ្ឌហ្នឹងពី client side មកថាគាត់មិនទៅទេហើយមិនណាល់ទៀតអញ្ចឹងយើងអាចយកឈ្មោះថ្មីរបស់គាត់មកបានហើយប៉ុន្តែបើគាត់ណាល់ហើយនឹងទៅទេទៀតអាហ្នឹង student វា auto គឺវានឹងយក student ចាស់នេះហើយចឹងមួយទៀតបើសិនជា student email របស់គាត់មិនស្មើណាល់ហើយមិនទៅទេដូចគ្នាអញ្ចឹងយើងយក email របស់គាត់ដែល submit មកពីខាងគាត់អញ្ចឹងយើងធ្វើតតែអញ្ចឹងទៀតមកសម្រាប់ phone ដូចគ្នាសម្រាប់address ក៏ដូចគ្នាយើងមាន4 field ហ្នឹងយើងសិក្សាបានទាំង4 field ហ្នឹងហើយយើងអាច return ជា save student ធម្មតាដូចពីមុនតតែអញ្ចឹង code នេះខ្ញុំអាចលុបចោលបានដើម្បីឲ្យវាមើលទៅ clean ដើម្បីឲ្យ code clean យើងអាចចុច control ll ហើយវានឹងរៀប code របស់យើងឲ្យស្អាតហើយអញ្ចឹងខ្ញុំ restart ម្ដងទៀតមកapplication របស់យើងបាន start ហើយយើងមក test នៅក្នុង Postman នេះខ្ញុំមាន TV មួយហើយខ្ញុំដាក់លេខទូរស័ព្ទរបស់គាត់ចូលទៅដែរវិញមកហើយខ្ញុំ send អញ្ចឹងយើងបានលេខទូរស័ព្ទរបស់គាត់វិញមកដូចដើមហើយប៉ុន្តែឥឡូវខ្ញុំដកចេញវិញដូចពីមុនហើយខ្ញុំដាក់កន្លែងនេះnari អញ្ចឹងចុះហើយកន្លែងនេះគឺ nari.email ដែរហើយ send អញ្ចឹងគឺគាត់មក update តែ nari នេះទេមាន nari@gmail ហើយ phone ហើយនឹង address វានៅដដែលបើថាវាអត់ update ទេបើសិនជាវា empty ឬក៏ null អូខេអញ្ចឹងសម្រាប់ method update គឺយើងមានតែប៉ុណ្្នឹងហើយ complete ប្រើ method put នេះយើងត្រឡប់មក code យើងវិញយើងមកកាន់ controller យើងបង្កើត method delete មួយទៀតគឺយើង delete mapping មកហើយយើងមាន endpoint មួយ delete ដោយប្រើ id ដូចគ្នាហើយយើងមាន public void កន្លែងនេះយើងអាច return ជា string ជា message ត្រឡប់មកវិញក៏បានដែរតែខ្ញុំនឹងប្រើ void ហើយយើងបង្កើត method delete student មួយមកនៅក្នុង service យើងចុច al ហើយ create method នេះមកយើងមើល problem នេះ implement យើងមក implement method នឹងមួយមក implement method អូខេសម្រាប់ delete អត់មានអីស្មុគស្មាញទេគឺស្រួលមែនតើបើសិនយើងដាក់បើសិនណាបើសិន student repository .exist by id .exist by id ក៏ជា default repository របស់ JPA ដែរហើយបើសិនជាមានន័យថាបើសិនជា student នឹងមានសំទោសហើយកន្លែងនេះបើសិនជា student នឹងអត់មាន student exist by id នឹងអត់មានគឺយើងធ្វើម៉េចយើងស្រួល exception មួយមកយើងថា student not found បើន័យថាកន្លែងនេះវាទៅ query អញ្ចឹងយើងចូលទៅមើល exist by id តិចមកវាជាប្រភេទអីគេអញ្ចឹងវាជាប្រភេទជា boolean វាទៅ query ដែរប៉ុន្តែវា return ជា boolean បើន័យថាបើអត់មានទេគឺវា false បើសិនជា student ដែលវាទៅរកហ្នឹងគឺ false អត់ឃើញហើយវានឹងស្រួលបែបនេះ student not found អញ្ចឹងកន្លែងនេះគឺយើងអាច return ជា student delete by id ដោយសារតែយើងប្រើ void អញ្ចឹងវាអត់មាន return ទេវានឹង execute delete by id នេះទៅតែម្ដងអញ្ចឹងយើងអាច run មកអូខេអញ្ចឹង program យើងបាន run រួចរាល់ហើយយើងមកមើលនៅក្នុង Postman របស់យើងហើយយើងមកមើល list student ម្ដងទៀតអញ្ចឹងយើងមាន student 3នាក់បែបនេះហើយយើងចូលទៅកាន់ delete អញ្ចឹងកន្លែងនេះគឺខ្ញុំ save វាមកអញ្ចឹងវាសញ្ញា dot នេះអត់តន់ save អញ្ចឹងយើង control M មកវា save ហើយអញ្ចឹងយើងបង្កើត duplicate មួយទៀតមកខ្ញុំមាន method delete មួយទៀតហើយអញ្ចឹង delete by id ឧទាហរណ៍មិនបាច់ដាក់ by id ដាក់តែ delete ធម្មតាអញ្ចឹងខ្ញុំ delete ខ្ញុំជ្រើសរើសយក method delete នេះកន្លែងនេះគឺយើង delete ស្លាស់ឧទាហរណ៍ថា student លេខ2ដដែលចុះអញ្ចឹងពេលវា response 200នេះគឺ success ហើយអញ្ចឹងយើងទៅមើល student list របស់យើងគឺបាត់ student លេខ2ចេញពីតារាងអញ្ចឹងយើងឃើញថា delete យើងអត់មាន message ទេបើស្អីយើងចង់បាន message យើង return វាជា string មកយើងអាចកែពី controller របស់យើងមកហើយកន្លែងនេះខ្ញុំដាក់ថា string ហើយខ្ញុំ return student delete student នេះមកកន្លែងនេះគឺខ្ញុំដាក់ថា string ដែរអញ្ចឹងនៅក្នុង service implement របស់យើងវានឹង error អញ្ចឹងកន្លែងនេះយើងដាក់ថា string ដែរបាទអញ្ចឹង string ដែរយើងអត់អាច return ជា student repository delete by id ហ្នឹងទេគឺយើង return បែបនេះយើង return ជា string មក return student delete successfully with id ហេតុអីបានយើង
ហ៊ានសន្មតថាយើងអាច return ជា string បែបនេះបានដោយសារតែយើងមានលក្ខខណ្ឌទប់ខាងលើនេះហើយបើសិនជា ID នឹងរត់ឃើញគឺវាអាច delete student នេះបានដែរអញ្ចឹងនៅពេលដែល student delete នេះ execute successful យើងនឹង return ជា string បែបនេះអូខេយើង rerun វាឡើងវិញមកអូខេត្រឡប់មក postman របស់យើងវិញយើងមកមើល list student របស់យើងដដែលហើយយើងមើលយើងមានតែ2នាក់ទេអញ្ចឹងខ្ញុំ delete student លេខ3អូខេ student delete successfully with ID 3 ចឹងថាខ្ញុំ delete លេខ3នឹងម្ដងទៀតវានឹងចាញ់ error នេះហើយ exception គឺវាបោះមកនៅក្នុង program របស់យើងអញ្ចឹងសម្រាប់មេរៀន customize exception ខ្ញុំនឹងបរៀននៅវីដេអូក្រោយៗទៀតសម្រាប់មេរៀនដែលយើងធ្វើជាមួយនឹង database ខ្ញុំសន្មតថាចប់តែប៉ុណ្ណេះបាទសូមអរគុណ